រូបមន្ត if error ហ្នឹងគឺយើងប្រើសម្រាប់ជំនួយរូបមន្តផ្សេងទៀតនៅពេលដែលយើងគណនាទៅវាអត់មានតម្លៃលេខឬអត់មានតម្លៃទិន្នន័យហ្នឹងឯងបាទអញ្ចឹងខ្ញុំត្រឡប់មកនេះវិញខ្ញុំត្រឡប់អញ្ចឹងណាខ្ញុំសូមបើកទិន្នន័យទាំងអស់សិនឧទាហរណ៍ថាអញ្ចឹងនេះលោកគ្រូបាទអញ្ចឹងឧទាហរណ៍ថាយើងគណនាទៅនេះវាចាញ់រូបមន្ត average ហ្នឹងវាចាញ់ត្រង់ជូ d iv/o អញ្ចឹងណាយើងអត់ចង់ឲ្យឃើញអញ្ចឹងទេអញ្ចឹងយើងអាចប្រើរូបមន្តហ្នឹងយើងអាចប្រើរូបមន្ត if error ហ្នឹងមកជួយអញ្ចឹង if error ហ្នឹងលោកគ្រូគ្រាន់តែចុចនៅលើនេះមកបាទចុចនៅលើនេះហើយយើងអាចបើកវងកញ្ចក់មកយើងទៅសេ if error បន្ថែមរូបមន្តហ្នឹងណាបន្ថែមរូបមន្តរបស់យើងហើយបិទមកវិញមកអញ្ចឹងដល់ពេល if error ហើយនៅខាងក្រោយហ្នឹងបើវា error ឲ្យយើងចាញ់ឲ្យទិន្នន័យហ្នឹងចាញ់ឲ្យគេអញ្ចឹងយើងគ្រាន់តែបើមកបត់វិញកណ្ដាលមកលោកឧទាហរណ៍ថាបើ error ខ្ញុំឲ្យចាញ់0អញ្ចឹងខ្ញុំចុច enter មកចាញ់0ដែរបាទប៉ុន្តែបើ error ទៅយើងអត់ចង់ឲ្យចាញ់អីទាំងអស់យើងគ្រាន់តែបើកវងកញ្ចក់បើកវិញកណ្ដាលចូលទៅអញ្ចឹងលេងអញ្ចឹងណាបាទអញ្ចឹងយើងគណនាបានអត់លោះហើយយើងអូមមកក្រមកជាការស្រេចបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំលុបតារាងនេះតារាងនេះអត់មានទិន្នន័យវា0វាបាត់ទិន្នន័យឲ្យតែម្ដងអញ្ចឹងណាលោកគ្រូបាទតន់ឯងកន្លែង if error បាទ